Pew បិសាចខែរងាវាយប្រហារអាមេរិកប៉ះពាល់ប្រជាជន180លាននាក់រដ្ឋជាច្រើនប្រកាសអាសន្នតំបន់ភាគច្រើននៃសហរដ្ឋអាមេរិកកំពុងរងការវាយប្រហារដោយព្យុះរដូវរងាខណៈគេហៅថាវាជាព្យុះបិសាចដោយសារតែឥទ្ធិពលដ៏ខ្លាំងប៉ះពាល់ប្រជាជនប្រហែល180លាននាក់សីតុណ្ហភាពនៅកន្លែងខ្លះធ្លាក់ចុះដល់ដក0អង្សាសេឈានដល់ប្រកាសអាសន្ននៅរដ្ឋមួយចំនួនតាមការផ្សាយរបស់ BBC នៅថ្ងៃច័ន្ទទី26ខែមករាឆ្នាំ2026ព្យុះដ៏សាហាវនេះវាយប្រហារចាប់ពីរដ្ឋ Texas ដល់ New England បណ្ដាលឲ្យមានទឹកកកនិងព្រិលធ្លាក់ខ្លាំងព្រមទាំងធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះត្រជាក់ដល់ឆ្អឹងសម្រាប់មនុស្ស2នាក់ហើយនៅរដ្ឋ Louisiana និងម្នាក់ទៀតនៅ Texas ឥទ្ធិពលរបស់វាបណ្ដាលឲ្យជាង1លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់ជាងហោះហើរជាង10000ជើងត្រូវលុបចោលហើយក្នុងឧបទ្ទវហេតុអាក្រក់បំផុតគឺរថយន្តជាង200គ្រឿងបានជួបគ្រោះចរាចរណ៍បុកតកន្ទុយគ្នានៅរដ្ឋ Virginia ព្រោះតែស្ថានភាពផ្លូវរអិលអ្នកជំនាញផ្នែកឧតុនិយមក៏ប្រមានដែរថាគ្រោះថ្នាក់ធំបំផុតមួយនៃព្យុះនេះគឺទឹកកកដែលវាមានសមត្ថភាពអាចបោកផ្ដួលរំលំដើមឈើបាក់បង្គោលខ្សែភ្លើងនិងធ្វើឲ្យផ្លូវថ្នល់លែងមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរទន្ទឹមនោះរដ្ឋជិតពាក់កណ្ដាលប្រទេសត្រូវប្រកាសអាសន្នហើយសាលារៀនជាច្រើនបានសម្រេចលុបចោលការសិក្សាសិនគណៈប្រតិសភាសហរដ្ឋអាមេរិកក៏បានលុបចោលការបោះឆ្នោតដែលគ្រោងធ្វើនៅល្ងាចថ្ងៃច័ន្ទផងដែរក្នុងការប្រកាសភាពអាសន្ននៅរដ្ឋធានីអភិបាលក្រុង Washington លោកស្រី Muriel Bowser និយាយថាយើងកំពុងជួបប្រទះនៅព្យុះព្រិលដ៏ធំបំផុតនៅក្នុងរយៈពេលមួយទសវត្សរ៍នាចុងសប្តាហ៍នេះទោះបីជាយ៉ាងណាក៏ដោយព្យុះនេះនឹងមិនធូរស្រាលឆាប់ៗនោះទេដោយភ្នាក់ងារអាកាសធាតុជាតិអាមេរិកព្រមានថាវានឹងបន្តវាយប្រហារក្នុងរយៈពេលច្រើនថ្ងៃខាងមុខទៀតប្រភព BBC របាយការណ៍ថ្មីមនុស្សជាង 36,500 នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបនៅអ៊ីរ៉ង់របាយការណ៍ស៊ើបអង្កេតថ្មីមួយបានបង្ហាញថាមនុស្សជាង 36,500 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់អំឡុងពេលនៃការបង្ក្រាបយ៉ាងហិង្សារយៈពេល2ថ្ងៃលើក្រុមបាតកោប្រឆាំងរដ្ឋាភិបាលកាលពីដើមខែមករានេះយោងតាមរបាយការណ៍ដែលបានស្រង់ទិន្នន័យពីឯកសារផ្ទៃក្នុងដែលបានលេចធ្លាយរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមនិងប្រភពពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលហើយត្រូវបានចុះផ្សាយដោយ New York Post កាលពីថ្ងៃទី25ខែមករាឆ្នាំ2026ចំនួនអ្នកស្លាប់កាលពីថ្ងៃទី8និងទី9ខែមករាមានកម្រិតខ្ពស់ជាងការប៉ាន់ស្មាននាពេលកន្លងមកឆ្ងាយណាស់កងកម្លាំងសន្តិសុខត្រូវបានគេរាយការណ៍ថាបានបើកការបានប្រហារលើជនស៊ីវិលដែលតវ៉ាប្រឆាំងនឹងការដួលរលំសេដ្ឋកិច្ចជាតិនិងការដឹកនាំរបស់រដ្ឋាភិបាលដោយក្នុងនោះមានជនរងគ្រោះយ៉ាងច្រើនត្រូវបានកត់ត្រានៅក្នុងទីក្រុងជាង400រួមមានទីក្រុង Rash និង Mashhad ជាដើមក្រោយពីអ្នកបាត់បង់ជីវិតអាជ្ញាធរក៏ត្រូវបានចោទប្រកាន់ថាបានសម្រុកចូលមន្ទីរពេទ្យដើម្បីចាប់ខ្លួនអ្នករបួសនិងឃាត់ខ្លួនបុគ្គលល្បីៗដើម្បីទប់ស្កាត់ការរិះគន់ផងដែរទំហំនៃហិង្សានេះបានបង្កឲ្យមានការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងអន្តរជាតិជាពិសេសរវាងទីក្រុងតេរ៉ង់និងទីក្រុង Washington ខណៈពេលដែលរដ្ឋាភិបាលអ៊ីរ៉ង់បានទទួលស្គាល់ជាផ្លូវការនូវចំនួនអ្នកស្លាប់ត្រឹមតែមួយផ្នែកតូចសហរដ្ឋអាមេរិកបានឆ្លើយតបវិញតាមរយៈការបង្កើនសម្ពាធយោធានិងសេដ្ឋកិច្ចប្រធានាធិបតី Donald Trump បានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ទៅកាន់តំបន់នោះដើម្បីជាវិធានការបង្ការនិងបានគម្រាមកំហែងដាក់ពន្ធ 25% លើប្រទេសណាដែលបន្តធ្វើអាជីវកម្មជាមួយសាធារណរដ្ឋអ៊ីស្លាមមួយនេះរួមទាំងប្រទេសចិនផងដែរទោះជាយ៉ាងណាក៏ដោយទំហំពិតប្រាកដនៃសាបនាដកម្មនេះនៅតែមានការលំបាកក្នុងការផ្ទៀងផ្ទាត់ដោយឯករាជ្យដោយសារតែការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេសដែលត្រូវបានអនុវត្តដោយអាជ្ញាធរអ៊ីរ៉ង់នៅពេលចាប់ផ្ដើមនៃការបង្ក្រាបនោះ